ណាទាំងណានេះគឺជាខ្សែអាប់សំឡេងព្រះធម៌ដែលត្រូវអានបទពិចារណាសិភៅដែលត្រូវចែកនៅថ្ងៃ15កើតខែប្រគុណបន់នៅសេរីរមហើយនឹងជាធម្មទានទូទៅទាំងណាមានឈ្មោះថាបទពិចារណាមានលេខណាលេខ1លេខ2ចឹងទៅសម្រាប់ជាបទនីមួយហ្នឹងមានលេខរហូតដល់ទៅ420លេខចឹង1ការខឹងក្រោធរមែងចាប់ផ្ដើមពីសេចក្តីល្ងងខ្លៅហើយត្រូវបញ្ចប់ដោយការខូចចិត្តក្តីក្រហាយស្ដាយក្រោយ2ណាគុណធម៌នៅក្នុងឧបនិស្ស័យដែលល្អ3អ្នកដែលស្ថិតនៅក្នុងការអប់រំត្រូវស្ដាប់ឲ្យច្រើនជាងនិយាយឲ្យដូចជាត្រចៀក2មាត់1ដូច្នោះដែរ4ផ្្លាត់ជើងនៅល្អជាងផ្្លាត់មាត់5ទឹកមុខជាគ្រឿងចង្អុលបង្ហាញប្រាប់ពីសភាពរបស់ចិត្ត6សន្សំប្រាក់បានប្រាក់សន្សំល្អបានល្អ7មិនអាចគ្រប់គ្រងខ្លួនឯងបានមិនមែនជាអ្នកធំពិតប្រាកដទេ8កុំអាងភ្លើងពណ៌បៃតងហើយទៅដោយមិនមើលឆ្វេងស្ដាំផងនោះ9លោកភ្លឺស្វាងដោយដួងអាទិត្យចិត្តភ្លឺស្វាងពិតដោយបញ្ញាកំណត់ត្រៃលក្ខក្នុងសង្ខារចិន្តាស្ងប់ទុក្ខសុខពិតអង10កិរិយាសុភាពរាបសារប្រៀបដូចផ្កាដែលស្អាតទាំងដែលមានក្លិនក្រអូបទៀតផង11ត្រូវឲ្យភាពយុត្តិធម៌ដល់មនុស្សគ្រប់គ្នាតែកុំទុកចិត្តមនុស្សទាំងអស់គ្នា12ចាប់ផ្ដើមពីល្អទៅមុនរមែងបញ្ចប់ដោយល្អ13អ្វីសុទ្ធតែមានការចាប់ផ្ដើមពីដំបូង14បើប្រាថ្នាឲ្យដល់កំពូលត្រូវចាប់ផ្ដើមពីក្រោមទៅមុនព្រោះវាសំខាន់ត្រង់គ្រឹះក្រោមនេះណាស់15ការនិយាយដល់អ្នកដទៃក្នុងផ្លូវល្អក៏ដូចជាការនិយាយដល់ខ្លួនឯងក្នុងផ្លូវដែលល្អដែរ16អ្នកដែលធ្វើជាចវាយនាយលើខ្លួនឯងបានមិនយូរប៉ុន្មាននឹងធ្វើជាចវាយនាយលើអ្នកដទៃ17អ្នកដែលឲ្យសេចក្តីគោរពដល់គេរមែងបានទទួលនៅសេចក្តីគោរពពីគេវិញ18គេអាចសង្ស័យក្នុងអ្វីដែលយើងនិយាយតែគេជឿយើងក្នុងអ្វីដែលយើងធ្វើ19មនុស្សយើងត្រូវរាប់អានខ្លួនឯងតែមិនត្រូវអួតខ្លួនឯងទេ20អ្នកដទៃមិនបានឲ្យសេចក្តីល្អមកយើងព្រោះមកពីគាត់អត់មានសេចក្តីល្អនោះឯង21បើសម្លឹងមើលអ្នកដទៃក្នុងរឿងល្អរមែងឃើញនៅផ្កាកុលាបតែបើសម្លឹងមើលក្នុងរឿងអាក្រក់រមែងឃើញបន្លា22សេចក្តីអត់ធន់គឺជាអំណាចនិងជាកម្លាំងដ៏ពិសេស
ដែលយើងត្រូវប្រើជាមួយមនុស្សណាដែលយើងត្រូវការនឹងយកឈ្នះមនុស្សនោះដោយពាក្យថាអំណត់មានអំណាច 23ការរៀនសូត្រស្វែងរកការចេះដឹងជាចក្ខុរបស់ចិត្ត 24ដរាបណាយើងនៅមានការស្រឡាញ់ស្អប់ដរាបនោះយើងមិនទាន់មានការចេះដឹងសពគ្រប់ទេ 25ឋានៈទៀតមិនមែនគួរឲ្យរង្គៀសទេដែលគួរឲ្យរង្គៀសនោះគឺការអត់សមត្ថភាពក្នុងឋានៈរបស់ខ្លួន 26ការសង្កេតពិនិត្យគឺជាគ្រូដ៏សំខាន់ 27ការប្រុងប្រយ័ត្នគឺជាមេត្តាហើយការអត់ធន់ជាបិតានៃគុណធម៌និងយសសេរី 28អំណាចដ៏ខ្លាំងក្លាជាទីបំផុតគឺគុណធម៌ព្រោះអាចយកឈ្នះលើចិត្តអាក្រក់របស់ខ្លួនឯងបានទាំងដែលអ្នកណាក៏មិនអាចដកហូតបានឡើយ 29ព្យាយាមខន្តីស្មារតីប្រយ័ត្ននិយាយពាក្យពិតមានចិត្តកតញ្ញូអ្នកមានធម៌នេះជាមនុស្សគំរូខ្សែគប់យូររឹតតែទុកចិត្ត 30ប្រដៅខ្លួនឯងឲ្យបានអានខ្លួនឯងឲ្យដឹងប្រឹងខ្លួនឯងឲ្យដល់ 31ធ្វើជាតួយ៉ាងល្អជាងពាក្យប្រដៅទៅទៀត 32ឃ្លាំងបញ្ញាពេញដោយសុភាសិត 33បើយើងមិនស្វែងរកការចេះដឹងនិងសេចក្តីស្ងប់ទេយើងពិតជាមិនបានជួបឡើយព្រោះការចេះដឹងនិងសេចក្តីស្ងប់នោះមិនមករកយើងជាដាច់ខាត 34បើប្រាថ្នាគ្រប់គ្រងអ្នកដទៃត្រូវគ្រប់គ្រងដល់ចិត្តសន្តានរបស់គេផងគួរប្រើព្រះគុណជាងព្រះដែក 35ការប្រឹងប្រែងជាយាមដោយខ្វះចំណេះដឹងដោយព្រះច័ន្ទក្នុងពពកហើយបើខ្វះជាយាមថែមទៅទៀតនោះរមែងងងឹតដូចរាត្រីរនោច 36សិភៅល្អរមែងជាសម្លាញ់ដែលល្អទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតរហូតតទៅ37ការរៀបអាពាហ៍ពិពាហ៍វាជារឿងងាយតែការគ្រប់គ្រងផ្ទះវាជាការលំបាក 38រៀបការព្រោះប្រាថ្នាសម្បត្តិទ្រព្យវាជាការលក់សេរីភាពខ្លួនឯង 39ស្វាមីត្រចៀកថ្លង់និងភរិយាខ្វាក់ភ្នែកនៅជាមួយគ្នាមានសេចក្តីសុខគ្រាន់បើ 40ស្នេហាវាច្រើនតែផ្អែមត្រជាក់ក្នុងពេលចាប់ផ្ដើមលុះមកដល់ចុងរមែងសាបដូចបរិភោគអំពៅដេញពីគល់មករកចុងអញ្ចឹងឯង 41សូម្បីទ្រង់មាសក៏ដោយក៏មិនអាចធ្វើឲ្យបាក់សីចង់រស់នៅក្នុងទ្រង់នោះដែរ 42បើមិនមានលោភៈទេវាមិនមានអ្វីដែលគួរឲ្យចង់បានឡើយនៅក្នុងលោកនេះ 43បើមិនមានទោសៈទេវាក៏មិនមានអ្វីដែលគួរឲ្យទាស់ចិត្តដែរ 44ការមិនមានមោហៈសច្ចធម៌រមែងប្រកប 45ភាពហឺហានិងភាពសម្បូរសប្បាយច្រើនដោយទ្រព្យសម្បត្តិពិតជាបានសម្លាប់មនុស្សច្រើនជាងការអត់ឃ្លានទៅទៀតមែន 46មិនមានអ្វីណានាំសេចក្តីសុខស្ងប់មកឲ្យយើងក្រៅតែពីខ្លួនឯងឡើយ 47រមែងមានហេតុអំពីខាងដើមជានិច្ចចំពោះផលដែលកើតឡើង48ច្រើនអ្នកណាស់ដែលនិយាយដូចអ្នកប្រាជ្ញ
តែមានជីវិតរស់នៅដូចមនុស្សល្ងងខ្លៅ49ការប្រព្រឹត្តទៅនៃចក្រវាលមិនអាចស្របគ្នានឹងការប្រាថ្នាចង់បានរបស់មនុស្សគ្រប់យ៉ាងនោះឡើយ50ធម្មជាតិមិនមានការឲ្យរង្វាន់ឬការដាក់ទោសនោះទេគឺមានតែផលរបស់ហេតុប៉ុណ្ណោះដែលតាមមក51ក្រពីរយ៉ាងក្នុងលោកនេះគឺក្រទ្រព្យសម្បត្តិមួយនិងក្រសេចក្តីល្អមួយ52មិនមែនគេកំណាញ់សេចក្តីល្អទេនេះមកអំពីគេមិនមាននៅសេចក្តីល្អនោះ53សច្ចៈក្នុងលោកគួរដល់ការក្រេតផិតប៉ុន្តែព្រោះចិត្តស្មោកគ្រោកទៅបរិភោគមិនបានដូចជាកែវប្រឡាក់លាមកទទួលយកទឹកស្អាតដូច្នោះឯង54ចិត្តសំខាន់សម្រាប់មនុស្សយើងណាស់ក្នុងការឲ្យសុខឲ្យទុក្ខប៉ុន្តែមនុស្សយើងសឹងតែទាំងអស់គ្នាបានឲ្យសេចក្តីសំខាន់និងពេលវេលាយ៉ាងច្រើនទៅលើតែរូបកាយដោយការបំរុងបំរើសពបែបយ៉ាងឯចិត្តវិញមិនយកចិត្តទុកដាក់ក្នុងការថែទាំឡើយ55បើដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងហេតុដូចម្ដេចបានជាតម្កល់ខ្លួននៅក្នុងទីដែលមិនស្អាតមិនល្អមិនបរិសុទ្ធពោលគឺទីដែលអត់សិលអត់សេចក្តីល្អនិងទីដែលអត់មានការស្អាតស្អំទៅវិញ56មេត្តាគេមិនបានក៏ពិតតែកុំភ្លេចមេត្តាខ្លួនឯងណាត្រូវចាំថាខឹងនឹងគេគឺដុតខ្លួនឯង57នៅពេលអ្នកដទៃធ្វើអ្វីមិនល្អមករកយើងត្រូវគិតថាគេធ្វើល្អឲ្យខ្លួនគេមិនបានផងមានរឿងអ្វីដែលថាគេធ្វើល្អឲ្យយើងបាននោះ58ស្អប់គេគឺស្អប់ខ្លួនឯងជាងព្រោះធ្វើសេចក្តីសៅមងឲ្យខ្លួនឯង59ព្រោះហេតុមកអំពីចាញ់ខ្លួនឯងទៅចង់ឈ្នះអ្នកដទៃ60ឈ្នះខ្លួនឯងបានទៅដឹងខ្លួនថាឈ្នះអ្វីអ្វីគ្រប់យ៉ាងជាពិសេសគឺឈ្នះទុក្ខ61ការធ្លាក់នៅក្នុងអំណាចនៃទិដ្ឋិមានៈនិងបាបអកុសលផ្សេងៗទៀតនោះហើយដែលឈ្មោះថាចាញ់ខ្លួនឯងបាបធម៌ទាំងអស់នោះវានឹងធ្វើនៅសេចក្តីអន្តរាយឲ្យដល់យើងគ្រប់បែបយ៉ាង62អ្នកឈ្នះខ្លួនឯងគឺជាស្ដេចគ្រប់គ្រងលើខ្លួនឯងឯអ្នកចាញ់ខ្លួនឯងវិញគឺជាទេសកលនៃខ្លួនឯងដោយពិត63ក្តៅស្អុះត្រូវយកផ្លិតបក់ឬងូតទឹកជាដើមឯក្តៅចិត្តវិញត្រូវយកខន្តីឬមេត្តាជាដើមមកធ្វើឲ្យត្រជាក់ទៅបានដោយពិត64ការខ្វះខាតរបស់អ្នកដទៃអាចជាគ្រូដ៏ល្អរបស់យើងបាន65ការសិក្សាសង្កេតពិនិត្យជាគ្រូនៅជាប់ជាមួយនឹងខ្លួនជានិច្ច66គំនិតដ៏ល្អជាទីបំផុតរបស់យើងច្រើនតែបានមកអំពីអ្នកដទៃអាស្រ័យការស្ដាប់និងការសិក្សា67កូនក្មេងតូចរៀនវាសិនមុននឹងរៀនដើរលុះដល់រៀនដើរក៏ដើរដួលតែដួលក្រោកទីបំផុតក្រោកដើរលេងដួល68ក្មេងដែលត្រូវភ្លើងរលាករួចមកហើយរមែងខ្លាចភ្លើង69ការជជែករឹងរូសកើតមកពីល្ងងហើយត្រូវបញ្ចប់ដោយសេចក្តីវិន័យ70បុគ្គលល្ងងខ្លៅជាកំពូលសត្រូវជាមួយនឹងខ្លួនឯងមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូត71ស្ងប់ក្នុងចិត្តជាសម្បត្តិរបស់មនុស្សឆ្លាត72មនុស្សឆ្លាតពិតប្រាកដគឺមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចពីបាបធម៌ទាំងពួង73អ្វីដែលមានជាសាមញ្ញធម្មតានិងជារបស់ងាយនោះឯងដែលជាសច្ចៈដ៏មានជំរឿជាទីបំផុត74ត្រូវជឿលើសភាវៈធម៌ពិតព្រោះសភាវៈធម៌មិនបានបោកប្រាស់អ្នកណាឡើយ75មនុស្សដែលចេះតែពិគិតច្រើនដោយប្រាសจากការចេះដឹងលោកប្រៀបដូចបក្សីដែលមានស្លាបល្អតែពិការជើង
76ការបរិបត្តិដែលប្រាសចាកការសិក្សាជារឿងគួរឲ្យអាណិតហើយការសិក្សាដែលប្រាសចាកការបរិបត្តិគឺសូន្យតទេគឺសូន្យចាកគុណធម៌77កម្រិតនៃការមានបានសម្បត្តិក្នុងលោកពិតប្រាកដគឺការចេះគ្រប់គ្រាន់78ប្រាក់ជាអ្នកបម្រើដ៏ល្អតែជាចវាយនាយដ៏អាក្រក់ដូច្នេះត្រូវចេះប្រើប្រាក់កុំឲ្យប្រាក់ប្រើ79មនុស្សដោយច្រើនមិនមែនជាអ្នកប្រើប្រាក់ទេគឺរមែងជាអ្នកត្រូវប្រាក់ប្រើ80ការត្រេកអរក្នុងសេចក្តីមិនប្រមាទពោលគឺចេះស្រឡាញ់ការប្រយ័ត្នរមែងជាឫសគល់នៃអ្វីដែលល្អប្រសើរគ្រប់យ៉ាង81ត្រូវប្រយ័ត្នចំពោះគំនិតខ្លួនឯងដែលគិតថាបើមានប្រាក់គឺមានអ្វីគ្រប់យ៉ាង82ត្រូវប្រយ័ត្នចំពោះចិត្តគិតចង់សប្បាយថែមទាំងត្រូវប្រយ័ត្នឲ្យណាស់ចំពោះរាគៈក្នុងចិត្តរបស់ខ្លួន83មនុស្សទន់ខ្សោយរមែងចាញ់ចំពោះភាពលួងលោមចំណែកមនុស្សរឹងប៉ឹងមានតែការដើរទៅមុខឆ្ពោះទៅរកសេចក្តីសម្រេច84ចេះនិយាយល្អនោះគឺប្រសើរហើយតែការធ្វើល្អពិតជាប្រសើរជាង85ពាក្យនិយាយនោះកាលបើរបូតពីមាត់ចេញទៅហើយនឹងហៅឲ្យត្រឡប់មកវិញមិនបានឡើយ86បើយើងមិនប្រទុះចំពោះលោកនេះទេលោកនេះរមែងញញឹមមករកយើងដោយពិត87គ្រប់គ្នាលិខិតជីវិតឲ្យខ្លួនឯងមិនមែនព្រំលិខិតទេព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្ម88ការរស់នៅរបស់មនុស្សគ្រប់គ្នាកំពុងស្វែងរកសេចក្តីសុខគួរមានមេត្តាឲ្យដល់គ្នា89ការស្វែងរកសេចក្តីសុខធំទូលាយត្រូវសម្រេចបានពីការរកសេចក្តីសុខតូចក្នុងឋានៈនេះឯង90វិធានការស្វែងរកសេចក្តីសុខរបស់មនុស្សដែលមិនមានការចម្រើនសតិសម្បជញ្ញៈគឺការញ៉ាំងទុកឲ្យកើតឡើងព្រោះចំណង់ជាមុនរួចហើយទៅស្វែងរកគ្រឿងរងាប់ទុកតាមក្រោយអាចបានសុខមួយគ្រាព្រោះរបស់ដែលតបស្នង91ទុកព្រោះចំណង់មាន2យ៉ាងគឺ1ការខ្វះខាតមិនថាខ្វះខាតពិតឬខ្វះខាតព្រោះការសាងឡើងដោយខ្លួនឯងឡើយពោលគឺការមិនមាននៅរបស់ដែលចង់បាន2ភាពរសាប់រសល់ត្រវល់ត្រវាយ92ការបាននៅរបស់តបស្នងតាមចំណង់ដែលមាននាំឲ្យសុខមួយគ្រាប៉ុន្តែមនុស្សលោកភាគច្រើនមិនបានយល់ត្រូវថាសេចក្តីសុខមួយគ្រានោះព្រោះមកអំពីការស្ងប់នៅចំណង់នោះទេបែរជាទៅយល់ខុសថាសុខមកអំពីការបាននៅរបស់ដែលតបស្នងតាមចំណង់ទៅវិញប្រែដូច្នោះទៅមនុស្សទាំងនោះមិនត្រូវការកម្ចាត់បង់នៅចំណង់ក្នុងខ្លួនឯងឡើយ93បើមិនបានការតបស្នងតាមចំណង់ទេនោះក៏រឹតតែមានទុក្ខនឹងនាំឲ្យកើតបញ្ហាមានការប្រព្រឹត្តអំពើខុសរខិលផ្សេង94វិធានការរបស់បណ្ឌិតគឺកម្ចាត់ចំណង់ចេញពីចិត្តរស់នៅជាមួយសុខក្នុងឋានៈបច្ចុប្បន្នជាមួយគ្នានឹងសភាវៈធម៌ពិត95ជីវិតមនុស្សដែលធ្លាក់ក្នុងអំណាចនៃចំណង់គឺច្រើនដោយទុក្ខមានការអាល័យអតីតជាការទទួលទរណកម្មនិងមានការសង្ឃឹមអនាគតជាការជាប់ពន្ធនាគារ96អ្នកដែលបាត់បង់ជីវិតទៅដោយទុក្ខគេឈ្មោះល្អនៅឈ្មោះថាមិនស្លាប់ឡើយ97ទឹកធ្វើឲ្យទូកអណ្ដែតបានក៏ធ្វើឲ្យទូកលិចបានដែរមនុស្សដូចទូកទ្រព្យដូចទឹក98មនុស្សដែលរួចផុតពីភ័យពិតប្រាកដ
គឺសូម្បីក្នុងពេលផុតពីភ័យហើយក៏នៅតែប្រយ័ត្នប្រយែងដែរ99ការបានធ្វើធំលើអ្នកដទៃងាយជាងការបានធ្វើធំលើខ្លួនឯង100មនុស្សយើងមានការគិតឃើញរៀងខ្លួននេះជាធម្មជាតិនៃគំនិតដែលត្រូវតែប្លែកគ្នាជាធម្មតាបើយើងមើលឃើញគំនិតអ្នកដទៃថាគ្រាន់តែជាធម្មជាតិមួយបែបប៉ុណ្ណោះយើងនឹងមិនហួងហែងគំនិតរបស់គេនេះហើយជាកន្លែងសុខស្ងប់101មនុស្សយើងម្នាក់ឯងរៀងខ្លួនមកកើតនៅក្នុងโลกនេះលុះមកដល់ហើយក៏មានការជួបជុំគ្នាបើយើងធ្វើល្អឲ្យគេមិនបានទេយើងត្រូវធ្វើល្អឲ្យខ្លួនឯងតែម្នាក់ប៉ុណ្ណឹងក៏ល្មមដែរ102ការបែងចែកសេចក្តីសុខឲ្យអ្នកដទៃគឺជាវិធីបន្ថែមសេចក្តីសុខឲ្យខ្លួនឯង103ធម្មជាតិគ្រប់យ៉ាងគួរដល់ការសិក្សាជាអត្ថន័យនៃពាក្យថាលោកនេះជាកញ្ចក់សម្រាប់ឆ្លោះមើលខ្លួនយើង104គេនិន្ទាយើងគ្រប់គ្នាតែងទាស់ចិត្តតែតាមពិតយើងចូលចិត្តនិន្ទាគេ105សេចក្តីស្ងប់គឺជាសុខភាពរបស់ចិត្តឯការមិនស្ងប់រសាប់រសល់ក្តៅក្រហាយគឺជារោគរមាស់របស់ចិត្តវត្ថុកាមគុណគឺជាគ្រឿងសម្រាប់អេសព្រះវិន័យហាមអេសព្រះធម៌ជាថ្នាំព្យាបាល106គុណតម្លៃនៃជីវិតមិនមែនស្ថិតនៅត្រង់រយៈពេលយូរនោះទេគឺស្ថិតនៅត្រង់ប្រយោជន៍ដែលបានសម្រេចពីការប្រើប្រាស់នៅពេលវេលានោះឯង107យើងអាចយឺតយ៉ាវតែពេលវេលាមិនរងចាំយើងឡើយ108របស់របរផ្សេងអាចរកទិញបានតែពេលវេលារកទិញពុំបានទេ109បច្ចុប្បន្នជាអនាគតរបស់អតីតហើយនឹងជាអតីតរបស់អនាគតឯអនាគតនឹងคล้ายជាបច្ចុប្បន្ន110បច្ចុប្បន្នមិនអាចបាននៅអ្វីអំពីអនាគតឡើយព្រោះថាកាលដែលអនាគតមកដល់បច្ចុប្បន្នក៏បានកន្លងទៅហើយ111បច្ចុប្បន្នជាផលរបស់អតីតនិងជាហេតុរបស់អនាគត112កាលបើនៅមានពេលក៏ចូលប្រើប្រាស់នៅពេលវេលានោះឲ្យបានល្អផងទៅបើមិនដូច្នោះទេវានឹងត្រូវបាត់បង់ទៅទទេ113ធ្វើពេលវេលាឲ្យបាត់បង់ទៅទទេគឺជាការប្លន់ខ្លួនឯងឬជាការធ្វើនៅអត្តឃាត114យើងប្រយ័ត្នខ្លាចចោលលួចយកទ្រព្យសម្បត្តិហើយក៏ត្រូវប្រយ័ត្នខ្លាចទ្រព្យសម្បត្តិលួចយកពេលវេលារបស់យើងអស់ផងដែរ115យើងមិនត្រូវប្រើពេលវេលាទាំងអស់ដើម្បីតែទ្រព្យសម្បត្តិនោះទេបើមិនដូច្នោះទេដល់ទីបំផុតយើងត្រូវបាត់បង់ទាំងពេលវេលាទាំងទ្រព្យសម្បត្តិ116ពេលវេលានៃការអប់រំចិត្តមានតម្លៃដ៏ក្រៃលែងត្រូវប្រយ័ត្នកុំឲ្យបាត់នៅពេលវេលានេះ115 2បាត់ប្រាក់ជាការបាត់តិចតួចទេឯការបាត់ពេលវេលាទៅជាការបាត់បង់គ្រប់យ៉ាង118បើយើងមានអាយុប៉ុន្មានឆ្នាំយើងក៏អស់ជីវិតទៅប៉ុណ្ណោះឆ្នាំដែរ119កង្វល់ចិត្តជាសត្រូវរបស់ជីវិតអតីតដូចជាការយល់សប្តិអនាគតមិនទៀងទាត់បច្ចុប្បន្នមិនរឹងមាំប៉ុន្តែយើងអាចដោះស្រាយកង្វល់ក្នុងចិត្តនាពេលបច្ចុប្បន្ននេះបានយើងត្រូវយល់ថាមិនមានអ្នកណាសាងការក្តៅក្រហាយក្នុងចិត្តឲ្យយើងបានក្រៅតែពីខ្លួនយើងនោះឡើយ120ការធ្វើល្អអាចធ្វើបានគ្រប់ឱកាសនិងគ្រប់ពេលវេលាការធ្វើប្រហែសអាចធ្វើឲ្យផ្លាតចេញពីផ្លូវនៃសេចក្តីល្អ121ត្រូវល្មមក្នុងចិត្តចំពោះជីវិតរបស់ខ្លួនដែលបានកើតមកជាមនុស្សមានឱកាសអាចបំពេញនៅសេចក្តីល្អបានមិនចាំបាច់ប្រៀបធៀបនឹងជីវិតអ្នកដទៃនោះទេ122
ចេះសន្តោសក្នុងរបស់ដែលខ្លួនមាននិងចេះល្មមក្នុងចិត្តចំពោះរបស់ដែលខ្លួនបាននេះជាជោគល្អបំផុត123ស្រវឹងនឹងរបស់ដែលខ្លួនមានវង្វេងនឹងរបស់ដែលខ្លួនបានគឺធ្វើគុកដាក់ខ្លួនឯង124បើដប់ចិត្តក្តៅសាបើមើលងាយការអន្ទះសាតាមក្រោយបើឃើញតែពិបានកុំសង្ឃឹមអ្នកឲ្យបើនិយាយភ្លួយនឹងអន់ថយការគោរព125បើចង់ស្រណុកត្រូវឲ្យនឿយពីក្មេងបើធ្វើអ្វីស្រេចតែចិត្តខ្លួនឯងអ្នកផ្សេងលេងខ្សែគប់បើធ្វើបាបជំនួសបុណ្យនឹងខាតទុនតទៅមុខបើត្រូវការប្រាថ្នាសុខត្រូវសម្រាប់ធัวនាំមុខកុំរវាទ126មិនរសាពេលវេលាស្មើគ្នានឹងធ្វើអត្តឃាតជួបហើយតែងព្រាត់ចិត្តហើយតែងឃ្លាតមិនសង្គ្រោះញាតគឺខាតមង្គល127មិនមានអ្វីជារបស់ខ្លួនសូម្បីតែខ្លួនយើងដួលហើយត្រូវក្រោកឡើងទៅឲ្យដល់ស្នេហាជារឿងអំពុលរោគកលឈួតព្រោះពួងហែង28ទីសំណាក់ចុងក្រោយនៃជីវិតគឺឈាបបណដ្ឋានក្រោតនឹងគេប្រៀបបានបង្កាត់ភ្លើងដុតខ្លួនឯងរាគៈទោសៈមោហៈក្តៅខ្លាំងណាស់ភ្លើងអត់ផ្សែងបើមេត្តាចិត្តដូចធ្វើផ្ទះឲ្យខ្លួនឯងព្រះសម្ដែងព្រះមវិហារ29មនុស្សយើងពិតជារវល់រហូតដល់មិនមានពេលស្លាប់មែនឬ130ជីវិតមិនល្មមនឹងតណ្ហាវេលាមិនគ្រប់នឹងត្រូវការព្រៃទៅរហូតហៅបាឆាកំចាត់តណ្ហាទៅឈ្នះទុក្ខ131បើរត់ប្រណាំងនឹងសង្គមប្រយ័ត្នរលំបាត់បង់សុខបើធ្វើអ្វីយកតែមុខនឹងជួបស្មានស្មុករឿងពោលស្ដី132បើខ្លាចហួសពេកមិនស្រេចការខ្លាំងខ្លាហ៊ានហួសនឹងដេកដីជាមួយម៉ែឪដល់អវិជ័យឬសួរលោកីស្រេចតែកម្ម133បើខ្វះសណ្ដោះក្រនាំមុខចង់តែស្រណុកទុករងចាំធ្វើអ្វីខុសពីព្រះពុទ្ធផ្ដាំទទួលបាបកម្មប្រចាំប្រាណ134បើខ្វះគំនិតពិតអស់ផ្លូវគិតច្រើនពេកទៅពិតរំខានគិតល្មមតាមធัวពិតសុខសានចេះស្គាល់ប្រមាណពិតជាត្រូវ135កុំព្យាយាមធ្វើអ្នកដទៃឲ្យដូចចិត្តយើងព្រោះយើងក៏ធ្វើឲ្យដូចចិត្តអ្នកដទៃមិនបានដែរ136កុំធ្វើខ្លួនជាអ្នកទទួលតែម្យ៉ាងត្រូវធ្វើខ្លួនជាអ្នកបរិច្ចាគផង137កុំធ្វើខ្លួនឲ្យខ្ពស់ជាងល្អត្រូវព្យាយាមធ្វើល្អឲ្យខ្ពស់ជាងខ្លួន138កុំធ្វើផ្ទះឲ្យមមជាងគ្រឹះត្រូវធ្វើគ្រឹះឲ្យមមជាងផ្ទះ139កុំប្រឹងធ្វើរបស់ខាងក្រៅតម្រូវតាមចិត្តចូលព្យាយាមពិតអប់រំចិត្តតម្រូវទៅនឹងរបស់ខាងក្រៅ140បើមិនបរិភោគតាមដែលមានទៅមុខនឹងបានជាសេដ្ឋីកំណាញ់តែបើមិនគិតកាញ់ខ្ជិះខ្ជាយអបាយមុខទុកចុងក្រោយ141បើត្រជា